ពិតជាសែនរន្ធត់ចិត្តខ្លាំងណាស់គ្រោះថ្នាក់រថយន្តដឹកកម្មករពីករណីផ្ទួនបានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់នៅពេលព្រឹកព្រលឹមដែលគួរតែជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់ការចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតតែបែរคล้ายទៅជាពេលវេលាដ៏សែនខ្លោចចិត្តនិងរន្ធត់ពោពេញទៅដោយទឹកភ្នែកទៅវិញត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់តក់ស្លុតចំនួន2ករណីធំបានកើតឡើងផ្ទួនគ្នានៅលើកំណាត់ផ្លូវជាតិសំខាន់ពីរផ្សេងគ្នាដោយបានឆក់យកអាយុជីវិតបងប្អូនកម្មករនេះរហូតដល់ទៅចំនួន14នាក់ភ្លាមនិងជិត100នាក់ផ្សេងទៀតកំពុងតែរងរបួសតើមានរឿងអ្វីកើតឡើងឲ្យប្រកាសនៅពីក្រោយសោកនាដកម្មដ៏ធំមួយនេះសូមស្វាគមន៍ប្រិយមិត្តពុកម៉ែបងប្អូនវិលមកកាន់ Channel ព័ត៌មានសុធាញូខ្ញុំបាទសុធាសូមនាំអារម្មណ៍លោកអ្នកមកតាមដាននៅព័ត៌មានដ៏ក្តៅកគុកនិងគួរឲ្យសោកស្ដាយជាទីបំផុតមួយដែលទើបតែកើតឡើងកាលពីព្រឹកមិញនេះនៅថ្ងៃទី23ខែឧសភាឆ្នាំ2026គឺជាថ្ងៃដែលយើងទាំងអស់គ្នាជាពិសេសបងប្អូនកម្មករនីរោងចក្រត្រូវចងចាំដោយក្តីខ្សឹបខ្សួលជាទីបំផុតសូមប្រិយមិត្តតាមដាននៅសាច់រឿងលម្អិតជាមួយខ្ញុំបាទដូចតទៅនេះកាលពីវេលាព្រឹកព្រលឹមថ្ងៃទី23ខែឧសភាឆ្នាំ2026នេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយដោយបានសម្ដែងនៅក្តីរន្ធត់យ៉ាងក្រៃលែងបន្ទាប់ពីទទួលបាននៅសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ខ្នាតធំចំនួន2ករណីដែលបានកើតឡើងស្ទើរតែនៅក្នុងពេលដំណាលគ្នាគិតមកត្រឹមព្រឹកម៉ោង10របាយការណ៍បឋមបានបញ្ជាក់ថាមានបងប្អូនកម្មករនីចំនួន93នាក់បានរងគ្រោះនៅក្នុងនោះអ្នកដែលរងរបួសធ្ងន់និងស្រាលមានចំនួន79នាក់និងគួរឲ្យសោកស្ដាយជាទីបំផុតមានបងប្អូនចំនួន14នាក់បានបាត់បង់ជីវិតឥឡូវនេះយើងមកមើលនៅហេតុការណ៍ទី1ដែលបានកើតឡើងនៅឯខេត្តកំពង់ឆ្នាំងយោងតាមសាក្សីនៅកន្លែងកើតហេតុនៅវេលាម៉ោងប្រមាណជា6:15នាទីព្រឹកនៅលើកំណាត់ផ្លូវជាតិលេខ5ត្រង់ចំណុចមុខសាលាបឋមសិក្សាកំពង់ត្រឡាចក្នុងភូមិកំពង់ត្រឡាចឃុំអូរស័យខណៈពេលដែលរថយន្តដឹកកម្មករជាច្រើនគ្រឿងកំពុងធ្វើដំណើរដឹកបងប្អូនកម្មករទៅកាន់រោងចក្រដូចសពមួយដងស្រាប់តែមានរថយន្តធុនធំម៉ាកវេអងមួយគ្រឿងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនរួចក៏បានរេចង្កូតទៅបុកគៀរថយន្តដឹកកម្មករនិងរថយន្តដឹកសិស្សមួយគ្រឿងតែសំណាងដែលមិនទាន់មានសិស្សជិះព្រមទាំងបានបុកទម្លុះចូលទៅក្នុងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះទើបអស់ល្បឿនទិដ្ឋភាពនៅពេលនោះគឺពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់លោកសុនមេសាអ្នកនាំពាក្យក្រសួងការងារបានលម្អិតថាករណីនៅកំពង់ឆ្នាំងនេះមានជនរងគ្រោះរហូតដល់ទៅចំនួន53នាក់ក្នុងនោះ9នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង9នាក់រងរបួសធ្ងន់និង35នាក់រងរបួសស្រាលដែលពួកគាត់ភាគច្រើនគឺជាស្ត្រីងាកមកមើលហេតុការណ៍ទី2ឯនេះវិញដែលបានកើតឡើងនៅឯខេត្តស្វាយរៀងត្រឹមតែប៉ុន្មាននាទីក្រោយមកពលគឺនៅវេលាម៉ោង6:26នាទីព្រឹកនៅលើផ្លូវជាតិលេខ1ចន្លោះគីឡូម៉ែត្រលេខ127និង128ស្ថិតនៅក្នុងភូមិបាក់រនាស់សង្កាត់សង្ខរក្រុងស្វាយរៀងរបាយការណ៍ពីនគរបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុថាគ្រោះថ្នាក់នេះបានកើតឡើងដោយសារតែការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់រថយន្តដឹកទំនិញធុនធំម៉ាក Hyundai ពណ៌សពាក់ស្លាកលេខកំពង់ចាម 3A 6573ដែលកំពុងដឹកកម្មករចំនួន40នាក់បានព្យាយាមវ៉ាជែងរថយន្តមួយគ្រឿងទៀតយ៉ាងប្រថុយប្រថានរួចក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាក Hyundai ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 3A 2298និងម៉ូតូម៉ាក Honda Wave មួយគ្រឿងទៀតដែលជិះស្របពីគ្នាគ្រោះថ្នាក់នេះបានបណ្ដាលឲ្យរថយន្តដឹកកម្មករក្រឡាប់ដេកដួលរណោករណែលពេញផ្លូវជនរងគ្រោះនៅក្នុងរថយន្តពណ៌សចំនួន40នាក់បានរងគ្រោះថ្នាក់ក្នុងនោះ
15នាក់បានបាត់បង់ជីវិត6នាក់បានរងរបួសធ្ងន់និង29នាក់បានរងរបួសស្រាលចំណែកឯអ្នកជិះម៉ូតូ2នាក់គឺលោកម៉មរទ្ធីនិងអ្នកស្រីឆោមស្រីអូនក៏បានរងរបួសធ្ងន់និងស្រាលផងដែរអ្វីដែលគួរឲ្យហួសចិត្តនិងខឹងសម្បាជាទីបំផុតនោះគឺនៅក្រោយពេលបង្កហេតុអ្នកបើកបររថយន្តទាំងពីរគ្រឿងបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលដោយទុកឲ្យជនរងគ្រោះស្រែកដង្ហើយហៅរកជំនួយយ៉ាងវេទនាជាទីបំផុតភ្លាមក្រោយពេលកើតហេតុអាជ្ញាធរមានសមត្ថកិច្ចក្រុមគ្រូពេទ្យនិងមន្ត្រីនៃបេឡាជាតិសន្តិសុខសង្គមបសសក៏បានចុះអន្តរាគមន៍ជួយសង្គ្រោះយ៉ាងសស្រាក់ស្រាំលោកពេងពោសាដែលជាអភិបាលខេត្តស្វាយរៀងក៏បានចុះផ្ទាល់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសួរសុខទុក្ខនិងរៀបចំបញ្ជូនអ្នករបួសធ្ងន់មកកាន់មន្ទីរពេទ្យកាឡាម៉ែតនៅរាជធានីភ្នំពេញបន្តចំណែកឯក្រសួងកាងារក៏បានប្រកាសទទួលបន្ទុករាល់ការចំណាយទៅលើការព្យាបាលនិងការរៀបចំពិធីបុណ្យសពជូនដល់ជនរងគ្រោះទាំងអស់ផងដែរប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពក្រោយពីបានស្ដាប់នៅសាច់រឿងនេះយើងពិតជាមិនអាចទប់ទឹកភ្នែកបានឡើយក៏ប៉ុន្តែយើងត្រូវតែហ៊ានសម្លឹងមើលឲ្យបានជ្រៅជាងនេះទៅលើមូលហេតុឬគល់នៃបញ្ហាហេតុអ្វីបានជាសោកនាដកម្មបែបនេះនៅតែបន្តកើតឡើងដដែលជាដដែលទី1គឺបញ្ហាលបឿននិងការបើកបរខ្វះនៅការប្រុងប្រយ័ត្ននៅក្នុងហេតុការណ៍នៅឯខេត្តស្វាយរៀងភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថាការវ៉ាជែងនៅក្នុងស្ថានភាពគ្រោះថ្នាក់គឺជាឃាតករពិតប្រាកដអ្នកបើកបររថយន្តដឹកកម្មករដែលមានជីវិតមនុស្សរាប់សិបនាក់ផ្ញើនៅលើកង់ទាំង4របស់ខ្លួនបែរជាហ៊ានប្រថុយប្រថានបើកបរដោយលបឿនលឿននិងខ្វះនៅការយោគយល់ទី2ស្ថានភាពយានយន្តនិងអ្នកបើកបរតើរថយន្តដឹកកម្មករទាំងនោះមានលក្ខណៈបច្ចេកទេសត្រឹមត្រូវកម្រិតណាតើអ្នកបើកបរមានប័ណ្ណបើកបរត្រឹមត្រូវនិងមានស្មារតីទទួលខុសត្រូវខ្ពស់ដែរឬទេការរត់គេចខ្លួនក្រោយពេលបង្កហេតុគឺជាទង្វើមួយដែលសបញ្ជាក់អំពីភាពគ្មានការទទួលខុសត្រូវទាំងស្រុងដែលច្បាប់ត្រូវតែវេចមុខរកយុត្តិធម៌ឲ្យខានតែបានផលប៉ះពាល់នៃរឿងនេះមិនមែនបញ្ចប់ត្រឹមតែតួរលេខនៃជនរងគ្រោះនោះទេអ្នកដែលបាត់បង់ជីវិតភាគច្រើនគឺជាស្ត្រីដែលជាសសរទ្រូងសេដ្ឋកិច្ចគ្រួសារជាម្ដាយជាបងស្រីនិងជាកូនស្រីដ៏កតញ្ញូការបាត់បង់ពួកគាត់គឺជាការបន្សល់ទុកនៅកុមារកំព្រាឪពុកម្ដាយចាស់ជរាដែលគ្មានអ្នកទីពឹងនិងភាពខ្ទេចខ្ទាំផ្នែកស្មារតីដែលមិនអាចប៉ាន់សមានបានក្នុងនាមយើងខ្ញុំជាអ្នកចែករំលែកនៅព័ត៌មានខ្ញុំសូមសម្ដែងនៅការកោតសរសើរចំពោះការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់ក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាពិសេសឯកឧត្តមរដ្ឋមន្ត្រីនិងស្ថាប័នបសសដែលបានចុះអន្តរាគមន៍ភ្លាមជួយចេញថ្លៃព្យាបាលរៀបចំពិធីបុណ្យសពនិងផ្ដល់នៅប្រាក់អត្ថប្រយោជន៍ផ្សេងស្របតាមគោលការណ៍នេះគឺជាការផ្ដល់នៅភាពកក់ក្ដៅមួយក្នុងគ្រាដ៏សែនលំបាកនេះក៏ប៉ុន្តែទន្ទឹមនឹងនេះយើងខ្ញុំក៏ចង់សង្កត់ធ្ងន់ថាការការពារប្រសើរជាងការព្យាបាលឬការប៉ះពើគ្មានសំណងណាមួយអាចទិញអាយុជីវិតបងប្អូនកម្មករឲ្យត្រឡប់មកវិញបានឡើយយើងក៏សូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធសូមមេត្តាបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើគ្រប់យានយន្តទាំងអស់ជាពិសេសទៅលើអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិងយានយន្តដឹកទំនិញធំត្រូវមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំនិងត្រូវដាក់ទណ្ឌកម្មឲ្យបានធ្ងន់ធ្ងរជាទីបំផុតចំពោះអ្នកបើកបរណាដែលបានល្មើសច្បាប់និងរត់គេចខ្លួនដើម្បីកុំឲ្យធ្វើជាគំរូដ៏អាក្រក់តទៅទៀតជីវិតរបស់បងប្អូនកម្មករមានតម្លៃណាស់សម្រាប់ប្រទេសជាតិយើងពួកគាត់មិនគួរក្លាយទៅជាជនរងគ្រោះដោយសារតែការធ្វេសប្រហែសរបស់អ្នកដទៃបែបនេះនោះឡើយជាទីបញ្ចប់យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសពជនរងគ្រោះទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏អកុសលទាំងពីរខាងលើនេះហើយយើងខ្ញុំក៏
សូមបួងសួងជូនដល់បងប្អូនដែលកំពុងតែរងរបួសសូមឲ្យឆាប់បានជាសះស្បើយនិងវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញសូមបងប្អូនប្រជាពលរដ្ឋអ្នកបើកបរទាំងអស់គ្នាមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់អធ្យាស្រ័យនិងការប្រុងប្រយ័ត្នជាប់ជានិច្ចព្រោះជីវិតអ្នកគឺជាជីវិតគ្រួសារអ្នកតើប្រិយមិត្តពុកម៉ែបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករនេះតើយើងគួរតែមានវិធានការបន្ថែមអ្វីខ្លះដើម្បីធ្វើការទប់ស្កាត់សូមចូលរួមបញ្ចេញមតិយោបល់របស់អស់លោកអ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាប្រសិនបើពុកម៉ែបងប្អូនពេញចិត្តនឹងការផ្ដល់ព័ត៌មានយ៉ាងឆាប់រហ័សលម្អិតនិងស៊ីជម្រៅពី Channel របស់យើងខ្ញុំសូមកុំភ្លេចជួយចុច Like Share និង Subscribe ទៅកាន់ Channel សុធាញូនិងចុចនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងពិតប្រាកដជាបន្តទៀតនៅពេលនេះខ្ញុំបាទសុធាពីសុធាញូសូមអរគុណនិងសូមគោរពលា